បាទជម្រាបសួរពុកម៉ែបងប្អូនអ្នកគ្នាបាទមកជួបខ្ញុំបាទទៀតហើយជាមួយនឹងការបង្ហាញនៅការដើរលេងទស្សនានៅក្នុងប្រទេសជាតិកម្ពុជាក៏ដូចជាការបង្ហាញសត្វព្រៃក៏ដូចជាកន្លែងកម្សាន្តផ្សេងៗបាទថ្ងៃនេះដែរដល់បងប្អូនមកទស្សនានៅសត្វតេះបាទសត្វតេះហ្នឹងគឺដូចបងប្អូនស្គាល់ហើយសត្វកេះអាកេះតេះបាទកេះបាទសត្វកេះអញ្ចឹងបងប្អូនខ្លះគាត់ស្គាល់បងប្អូនខ្លះពិតជាស្គាល់ច្បាស់មែនតើដោយសារបងប្អូនខ្លះគិតថាសត្វកេះនេះគឺជាសត្វមួយដែលថាទៅព្យាបាលជំងឺស័ក្តិសិទ្ធិបាទអញ្ចឹងបងប្អូនកុំយល់ច្រឡំអីបាទជំងឺស័ក្តិសិទ្ធិមិនយើងទៅពេទ្យទេបាទព្រោះសត្វព្រៃមិនប្រកែប្រហែលទេដោយសារសត្វព្រៃពេលខ្លះវាថែតែខ្លួនវាថែមិនបានផងបាទវានៅឈឺដូចគ្នាដូចយើងអញ្ចឹងបងប្អូនកុំគិតច្រឡំព្រោះសត្វកេះនេះគឺជាសត្វមួយដែលថាសឹងផុតពូជហើយបាទដោយសារបងប្អូនយើងធ្វើដាក់តាក់បបាញ់យកមកធ្វើថ្នាំធ្វើអីត្រាំដើម្បីព្យាបាលជំងឺផ្សេងអញ្ចឹងបងប្អូនកុំយល់ច្រឡំអីបាទពេលខ្លះយើងគួរអភិរក្សបានច្រើនព្រោះសត្វកេះនេះជាសត្វកម្រមួយដែរបាទដែលកំពុងអភិរក្សនៅប្រទេសជាតិកម្ពុជាយើងបាទជាប់មាត់ហើយបងប្អូនទាំងអស់គ្នាឃើញបាទនេះសត្វកេះហើយក៏មានកូនមានអីបាទក្នុងធុងនេះមានដូចជា3ក្បាល4ក្បាលបងមានបាទមាន4ក្បាលមាន4ក្បាលហើយនេះកូនគេបាទកូនកេះបាទហើយមេវាហើយបងប្អូនគួរថាយើងនាំគ្នាអភិរក្សព្រោះយើងត្រូវថែរក្សាសត្វសម្បត្តិធម្មជាតិរបស់យើងនៅក្នុងប្រទេសជាតិកម្ពុជាយើងនេះព្រោះសត្វមួយគឺសត្វចង់រស់ហើយបាទហើយយើងចង់រស់យើងទៅសម្លាប់សត្វយកមកព្យាបាលយើងហើយចុះសត្វក៏គេចង់រស់ដែរអញ្ចឹងយើងត្រូវថាការពារអស់គ្នាបាទយើងកុំទៅបោកបាញ់ឬដាក់អីយើងមើលអស់ទុកមើលគ្រាន់ឲ្យកូនចៅជំនាន់ក្រោយបានឃើញផងបាទអញ្ចឹងវីដេអូខ្ញុំខ្លីៗមានតែប៉ុណ្ណេះបាទចំពោះសត្វព្រៃហើយនេះសត្វកេះបាទហើយជួបគ្នានៅវីដេអូក្រោយៗទៀតហើយកុំភ្លេចជួយ Subscribe ក៏ដូចជា Like ដល់ Channel ខ្ញុំផងបាទអរគុណច្រើនជម្រាបលាបាយបាយ